កម្លាំងសមត្ថកិច្ចឃុំខ្លួនម្ចាស់ប្រេនសម្រស់ធីរ៉ាបណ្ដោះអាសន្ននៅខេត្តពោធិ៍សាត់ម្ចាស់ប្រេនសម្រស់ធីរ៉ាត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធផលិតផលកូលេលាយយកកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជួនសុធីរ៉ាម្ចាស់ក្រុមហ៊ុនសម្រស់ធីរ៉ាកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025រួចបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះនិងឃុំខ្លួនជាបណ្ដោះអាសន្នការចុះបង្ក្រាបនេះមិនមែនជាលើកទី1នោះទេកន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់និងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងសម្រស់ធីរ៉ាម្ដងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្តិចដោយបន្តចែកចាយដោយគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារដោយមិនខ្វល់អំពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើតដោយបទល្មើសបានកើតឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯនោះវិញទើបថ្មីសមត្ថកិច្ចបានចុះបង្ក្រាបជាមួយនឹងមន្ត្រីជំនាញហើយបានរកឃើញថាផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវបច្ចុប្បន្នតំណាងអัยការសាលាដំបងខេត្តពោធិ៍សាត់បានឃុំខ្លួនលោកស្រីជួនសុធីរ៉ាម្ចាស់ក្រុមហ៊ុនសម្រស់ធីរ៉ាជាបណ្ដោះអាសន្ននិងបន្តចាត់វិធានការទៅតាមផ្លូវច្បាប់